ប្រិយមិត្តលោកនាងនេះយើងបានសាកសួរទៅភ្ញៀវបាទទេសចរភ្ញៀវជាតិរបស់យើងគឺជាលោកគ្រូអ្នកគ្រូដែលពួកគាត់មកពីខេត្តកំពង់ឆ្នាំងដែលពួកគាត់បានធ្វើដំណើរបាទឆ្លងកាត់នៅទីនេះគាត់ដើម្បីទស្សនានៅតំបន់បាទព្រំដែនបាទជាពិសេសគឺតំបន់អូសោមបាទតំបន់អូសោមដែលក្នុងទឹកដីនៃខេត្តពោធិ៍សាត់នៃយើងបាទឥឡូវនេះគឺពួកគាត់បានបន្តដំណើរទៅមុខទៀតហើយបន្ទាប់ពីផ្ដល់សម្បត្តិសម្ភារដល់ក្រុមអ្នកសារព័ត៌មានយើងបាទប្រិយមិត្តយើងបាទយើងដឹងនឹងជ្រាបច្បាស់ហើយពីតំបន់មួយបាទនៅក្នុងទឹកដីនៃខេត្តពោធិ៍សាត់បាទយ៉ាងណានោះយើងទៅទស្សនាបាទពីទិដ្ឋភាពបាទរួមជាមួយយើងខ្ញុំបាទដូចតទៅបាទយើងដឹងនឹងជ្រាបច្បាស់ហើយពីតំបន់មួយបាទនៅក្នុងទឹកដីនៃខេត្តពោធិ៍សាត់បាទយ៉ាងណានោះយើងទៅទស្សនាបាទពីទិដ្ឋភាពបាទរួមជាមួយយើងខ្ញុំបាទដូចតទៅនេះទិដ្ឋភាពនាពេលព្រឹកបាទកង់ចំណុចរវងមូលប្រម៉ោយហើយយើងឃើញថាបាទទិដ្ឋភាពនៅទីនេះបាទយើងបាទផ្ដិតពីលើទៅយើងឃើញថាភ្នំបាទស្រស់ស្អាតមែនទែនបាទនេះភ្នំអីគេនេះភ្នំអីគេនេះបាទភ្នំអីភ្នំពណ៌បាទនេះភ្នំពណ៌បាទយើងឃើញថាអូយស្អាតមែនទែនបាទទិដ្ឋភាពនៅពេលព្រឹកបាទព្រលឹមនាថ្ងៃទី28បាទខែមិថុនាឆ្នាំ2025ហើយរីឯ PTT នៅតែមានបាទភ្ញៀវបាទចេញចូលជាធម្មតាបាទនៅចំណុចទីតាំងនេះគឺនៅប្រម៉ោយដែលស្ថិតនៅក្នុងស្រុកវាវែងខេត្តពោធិ៍សាត់បាទយើងឃើញថាអូបាទគឺព្រឹកឡើងបាទភ្ញៀវជាតិបាទនិងអន្តរជាតិបាទដើរនេះបាទយើងឃើញថាច្រើនមែនទែនដែលពួកគាត់មកផ្ដិតយករូបភាពនៅចំណុចបាទទីតាំងខាងលើនេះបាទនេះប្រិមិត្តយើងបាទទស្សនាបាទទិដ្ឋភាពរួមនៅទីនេះបាទជាមួយយើងខ្ញុំបន្តបាទដូចតទៅនេះបាទរីឯទិដ្ឋភាពបាទភ្នំខាងនេះគឺភ្នំគេហៅថាភ្នំខ្មោចបាទភ្នំខ្មោចដែលមានព្រំប្រទល់ជាប់នឹងប្រទេសថៃបាទកម្ពុជាថៃនៅក្នុងទឹកដីនៃខេត្តពោធិ៍សាត់បាទទៅនំរយពី1500បាទពុកម៉ែបងប្អូនបាទយើងឃើញថាបាទទិដ្ឋភាពនៅទីនេះពិតជាស្រស់ស្អាតមែនទែនបាទហើយតំបន់នេះគឺជាតំបន់មួយនៃប្រទេសកម្ពុជាយើងជាតំបន់ទេសចរមួយដែរបាទយើងឃើញថានៅតំបន់នេះគឺមានតំបន់ភ្នំបាទ1500បាទហើយនឹងតំបន់បាទភ្នំដល់ផ្សេងជាច្រើនទៀតដោយយើងខ្ញុំបានរៀបរាប់អញ្ចឹងផ្នែកខាងនោះគឺភ្នំពណ៌ហើយខាងក្រោយខ្ញុំមិញគឺជាភ្នំខ្មោចបាទហើយចំណុចទីតាំងខាងលើនេះជាផ្លូវបាទបំបែកមួយដែលបងប្អូនប្រជាពលរដ្ឋបាទខ្មែររួមទាំងជាតិនិងអន្តរជាតិដែលពួកគាត់បាទឆ្លងកាត់នៅទីនេះពួកគាត់តែងតែឈប់បាទផ្ដិតយកនៅរូបភាពបាទយើងឃើញថាបាទស្រស់ស្អាតនៅពេលព្រឹកហើយនេះគឺសត្វតែជាភ្ញៀវបាទទេសចរដែលគាត់ធ្វើដំណើរបាទកម្សាន្តបាទឆ្លងកាត់ទៅទីនេះឈប់ថតនៅចំណុចប្រម៉ោយបាទរូបដំរីបាទដំរីច្រើនបាទដំរីច្រើនការតាំងនៅរូបដំរីបាទជាច្រើននៅចំណុចនិងរង្វង់មូលនេះតែម្ដងបាទដូច្នោះហើយទើបគេដាក់ឈ្មោះថាជារង្វង់មូលបាទប្រម៉ោយបាទហើយនៅចំណុចនេះដែរគឺជាផ្លូវបាទបំបែកបាទជា4បាទផ្លូវបំបែកជា4ផ្លូវបំបែកទៅកោះកុងហើយនឹងផ្លូវបាទចូលទៅថៃផងដែរអានេះច្រកចូលទៅថៃខាងណាផ្លូវណានោះបាទទៅខាងនោះបាទច្រកចូលទៅថៃនៅខាងត្រង់ហើយផ្នែកខាងនេះគឺឆ្លងទៅបាទពោធិ៍សាត់ទៅកោះកុងបាទតាមផ្លូវដែលធ្វើថ្មីបាទហើយស្ពានវែងជាងគេនោះគឺពុះជាងគេនោះគឺចំណុចទីតាំងនេះហើយបាទ
và dân khuyên đào này nôm này về bậc lần này phiêu sẵn ngặt tại đòn hay sẽ tập hiệp cái đôi chi mà nôm và là bọt là đòi đào chớ và cứ phiêu sẵn ngặt tại một đòn này hay cái sông mà chia bà phong đá bà chấm phù phi thí cứ nơi nằm nà ca hơi nhiều bà trên trồ chỉ thông đa thế nơi này bà pri mặt trường bà ở con khăn đài trong này về vì đọc test na bà rò cả bằng hai vì tết hiệp bà mua chấm nón nơi nông vàประเทศ Campuchia và dưới cái đôi chi đập bòn và tết cho mua chấm nón và thi tăng mua chấm nón phong đài bà lại những chuyện ai tình hỏi vìจะ cam ភាព បងប្អូន ជារដ្ឋខ្មែរ រួមទាំងភ្ញៀវជាតិ និងអន្តរជាតិ ដែលគាត់បានធ្វើដំណើរកំសាន្តក៏ដូចជាធ្វើដំណើរលំហែតាមតំបន់បាទនេះនេះបាទនៃខេត្តបាទពោធិ៍សាត់ហើយពួកគាត់នៅតែបាទធ្វើបាទដំណើរកំសាន្តបាទដោយសារថ្ងៃនេះជាថ្ងៃចុងសប្តាហ៍ផងដែរបាទជាថ្ងៃសៅរ៍ហើយបាទជាថ្ងៃសៅរ៍ហើយចឹងហើយបាទសម្រាប់ជាជាតិនិងអន្តរជាតិក៏ដូចជាប្រវត្តិយើងបាទមួយចំនួនគាត់សម្រាប់ពីកិច្ចការងារបាទចឹងហើយគាត់បានធ្វើដំណើរកំសាន្តនៅតំបន់មួយចំនួនបាទជាពិសេសហ្នឹងគឺគាត់បាទតំបន់ព្រំដែននឹងតែម្ដងហើយបែកខាងនេះយើងឃើញហើយបាទគឺជាតំបន់ព្រំដែនមួយបាទនៅក្នុងទឹកដីនៃខេត្តពោធិ៍សាត់បាទនេះបាទស្អាតមែនទែនបាទពេលមកយើងគឺទិដ្ឋភាពបាទស្អាតមែនទែនបាទស្រស់ស្អាតនៅព្រឹកនេះបាទនៅតំបន់ចំណុចបាទទីតាំងខាងលើនេះដែលយើងខ្ញុំមកប្រឌិតបាទទិដ្ឋភាពបាទជូននៅរូបភាពបាទមួយចំនួនបន្ថែមទៀតបាទឥឡូវនេះយើងនឹងមានអ្វីបន្ថែមយើងខ្ញុំនឹងបន្តការផ្តិតទិដ្ឋភាពជូនចែកជូនទៅដល់ប្រិយមិត្តពុកម៉ែបងប្អូនបាទទស្សនាជាបន្តទៀតបាទនេះបាទទិដ្ឋភាពបាទខាងក្រោមនៃការជួបជុំក៏ដូចជានៃដំណើរកំសាន្តរបស់បងប្អូនបាទកម្ពុជាយើងដែលធ្វើដំណើរបាទឆ្លងកាត់នៅទីនេះហើយនៅទីនេះដែលយើងផ្ដិតយកពីចំណុចផ្នែកខាងក្រោមបាទខាងក្រោមបាទប្រិមិត្តយើងបាទឃើញថាបាទពួកគាត់ជាក្រុមបាទធួដែលធ្វើដំណើរកំសាន្តតាមរយៈបាទរថយន្តក្រុងបាទនេះយើងឃើញហើយបាទទិដ្ឋភាពរួមបាទនៅទីនេះបាទយើងឃើញថានេះពេលព្រឹកហើយយើងថាជាទិដ្ឋភាពមួយបាទហើយសិតតែជាការដាក់តាំងនៅរូបដំរីបាទគឺច្រើនបាទរាប់រយក្បាលតែម្ដងបាទគឺរូបដំរីនៅទីនេះ
đăng cái một thằng năm này nhớ mà sau món này tích mà ô sao mà nó mà chung mau với chung hàng này mà chung cái này tới ô sao biết đó ô sao to là bay ra chồng non bút lẹ vô nó hết trong cái bữa thằng nào bị quật nó tin luôn rồi đi chụp ra chắc ông con xong thì kia mà nó yên nơi khai tập công trang được không yên nơi khai bút nam mũi kia là cho mũi kia nó chia lại một bát ra mà rồi anh biết là bấy tập nhà này tập công trang à miên ta tập công trang mau lên đào lên kia còn xa nó phải cô chuyên kê là bên Campuchia chứ bà hay chun po nè kêu chụp tay xịt cái sọc bà prey mới được niềng ni dương bàn xạ xua từ nhiều và tết chọc nhiều chiết bao nhiêu cứ chia lục kêu nè kêu đài là phu quạt một bị khai cầm pông chân nắng đài phu quạt bàn thưa đầm na bàฉลองกัดnơi tính đi còn nằm bay tu sna nơi đầm bòn bà prum đan bà chỉ bị xe cứ đầm bòn ô sao bà đầm bòn ô sao đài nông tận đâyใน khai phu sạt ใน dương và lấyនេះគឺពូគាត់បានបន្តដំណើរទៅមុខទៀតហើយបន្ទាប់ពីផ្ដល់សម្បត្តិសម្ភារដល់ក្រុមអ្នកសារព័ត៌មានយើងបាទប្រិមិត្តយើងបាទយើងដឹងនឹងជ្រាបច្បាស់ហើយពីតំបន់មួយបាទនៅក្នុងទឹកដីនៃខេត្តពោធិ៍សាត់បាទយ៉ាងណានោះយើងទៅទស្សនាបាទពីទស្សនភាពបាទរួមជាមួយយើងខ្ញុំបាទដូចតទៅ